nước trong niêm dương chi đã lúc dương trâu bạc cao tôm lóp chuiខ្លួនnày bán tràn dương ăn ai bằng phải từ lừa phía kia đọt tới đâm bay chui dương oi ban lặt phò tràn này miền được luôn dương thế để ai vừa luôn dương đứng từ tụ ban lặt phò tràn bàn bây giờ mơ mình đưa bây giờ mơ chỉ tu tới dân khơi tha nè để quạt prang prai được luôn ấy ở ca để quạt rừng móm nó cứ miền tràn bản tệ ở ca để quạt từ ban lặt phò trục chơi cứ buộc kháng và tại sầm rạp cô để quạt prang prai từ lừa nè tị bầy chui quạt ao phải cổ đáo lặt phò để quạt từ ban rồi có phò trục chơi để quạt từ ban nó cứ bẩn sâu chỉ miền đi ron lại phiệp trở tềประมาณថ្ងៃនេះខ្ញុំសង្កេតឃើញរឿងជាច្រើនដែលបានកាត់ឡើងតែខ្ញុំលើករឿងមួយមកនិយាយខ្ញុំឃើញក្មេងម្នាក់គេធ្វើការប្រៀបធៀបណាក្មេងម្នាក់គាត់ព្យាយាមធ្វើកិច្ចការដោយខ្លួនឯងទោះបីលំបាកមិនក៏ដោយគាត់នឹងអង្គុយស្រាវជ្រាវអង្គុយសំជុកអង្គុយសំចឹងហើយពិចារណាទៅលើហេតុហើយផលបន្ទាប់មកគាត់ព្យាយាមបង្កើតដំណោះស្រាយម្ដងបន្តិចទីផុតគាត់ក៏អាចដោះស្រាយបញ្ហាបានហើយជីវិតគាត់ក៏ទទួលបានលទ្ធផលជោគជ័យខ្លាំងមែនតើក្មេងម្នាក់ទៀតពេលដែលគាត់ជួបបញ្ហាគាត់អត់បានព្យាយាមស្វែងរកដំណោះស្រាយដោយខ្លួនឯងទេគាត់ព្យាយាមទៅពឹងពាក់ឪពុកម្ដាយរបស់គាត់ឲ្យជួយលទ្ធផលឪពុកម្ដាយគាត់ជួយហើយលទ្ធផលក៏ទទួលបានល្អមែនតើហើយលឿនមែនតើតែទីបំផុតនៅពេលដែលគេកាត់ដល់ដំណាក់កាលចុងក្រោយយើងឃើញថាជីវិតគាត់អត់ជោគជ័យទេហើយអត់រឹងមាំទេគាត់ជួបឧបសគ្គបន្តិចបន្តួចគឺគាត់អត់ដឹងថាតពឹងពីណាទេក្រោយពេលដែលអត់ឪពុកម្ដាយរបស់គាត់ទេយើងយករឿងនឹងមកផ្សារភ្ជាប់ជាមួយនឹងការងាររបស់យើងក្នុងនាមយើងជាអ្នកលក់ខ្ញុំឃើញថាមនុស្សមួយចំនួននៅពេលដែលគាត់ជួបបញ្ហាគាត់រត់ទៅជួបជាមួយនឹងថ្នាក់ដឹកនាំរបស់គាត់ពឹងប្រធានរបស់គាត់ឲ្យជួយដោះស្រាយបញ្ហាហ្នឹងជំនួសគាត់មិនមែនតែនោះគឺមិនមែនទៅបង្រៀនគាត់ឲ្យចេះដោះស្រាយបញ្ហាហ្នឹងទេប៉ុន្តែគឺទៅដោះស្រាយបញ្ហាហ្នឹងជំនួសគាត់ហើយគាត់រងចាំទទួលលទ្ធផលតែម្ដងនៅពេលដែលមេគាត់ចាប់ផ្ដើមស្ដីបន្ទោសហើយគាត់ចាប់ផ្ដើមណែនាំគាត់ចាប់ផ្ដើមប្រាប់ពីវិធីសាស្ត្រក្នុងការដោះស្រាយគាត់អត់ទទួលយកគំនិតឬក៏អនុសាសន៍របស់ថ្នាក់ដឹកនាំរបស់គាត់ទេទៅវិញគាត់បែរជាបន្ទោសថ្នាក់ដឹកនាំថាចាំយកតែលទ្ធផលហើយអត់ជួយគាត់ក្នុងការដោះស្រាយបញ្ហាពេលដែលអត់បានលទ្ធផលបន្ទោសគាត់តែពេលដែលគាត់ស្នើសុំជំនួយឲ្យជួយដោះស្រាយបញ្ហាដើម្បីបង្កើតលទ្ធផលបែរជារកលេសអត់ជួយគាត់ហើយងាកមកប្រាប់គាត់ឬក៏ប្រើគាត់ឲ្យទៅធ្វើការងារនឹងដដែលនៅក្នុងរូបភាពហ្នឹងបើសិនយើងនិយាយឲ្យខ្លីក្នុងនាមយើងជាអ្នកលក់ម្នាក់ជាភ្នាក់ងារម្នាក់យើងត្រូវតែទទួលខុសត្រូវចំពោះលទ្ធផលខ្លួនយើងអត់ត្រូវពឹងផ្អែកទាំងស្រុងទៅលើថ្នាក់ដឹកនាំរបស់យើងទេបញ្ហាដែលយើងជួបយើងគឺជាអ្នកដែលទទួលរងផលអវិជ្ជមានពីបញ្ហាហ្នឹងអញ្ចឹងចង់មិនចង់យើងត្រូវតែស្វែងរកដំណោះស្រាយដោយខ្លួនឯងហើយព្យាយាមដោះស្រាយវាដោយខ្លួនឯងនៅពេលដែលយើងទៅពឹងថ្នាក់ដឹកនាំក៏ប៉ុន្តែថ្នាក់ដឹកនាំអត់អាចជួយយើងក្នុងការដោះស្រាយបញ្ហានឹងបានក្រុមហេតុផលអ្វីមួយយើងអត់ដឹងទេយើងអត់អាចបន្ទោសទៅគាត់ត្រឡប់វិញទេព្រោះពេលដែលយើងទៅជួបគាត់អាចមានជំរើសពីរគាត់អាចជួយយើងគាត់អាចបង្រៀនយើងឬក៏គាត់អាចណែនាំយើងអញ្ចឹងពេលដែលគាត់ជួយយើងគឺគាត់មកដោះស្រាយយើងមកដោះស្រាយឲ្យយើងហើយគាត់ណែនាំយើងពីរបៀបដោះស្រាយសម្រាប់បញ្ហាលើក្រោយតែគាត់បង្រៀនយើងគឺគាត់ណែនាំយើងពីវិធីសាស្ត្រដោះស្រាយហើយយើងទៅដោះស្រាយដោយខ្លួនឯងទេអញ្ចឹងហើយក៏យើងទទួលបានចំណុចទី2ដែរអញ្ចឹងយើងអាចបន្ទោសឬក៏យើងមិនអាចទាមទារឲ្យថ្នាក់ដឹកនាំរបស់យើងត្រូវតែទៅជួយយើងដោះស្រាយបញ្ហាគ្រប់ពេលវេលាទេប្រសិនបើគាត់ចេះតែមានពេលហើយទៅជួយយើងដោះស្រាយបញ្ហាគ្រប់ពេលវេលាអញ្ចឹងគាត់ប្រហែលជាអត់មានពេលផ្ដោតធ្វើការងាររបស់គាត់ទេយើងសប្បាយមើលយើងជួបបញ្ហាយើងត្រូវការគាត់ឲ្យទៅជួយអូខេសមាជិកក្នុងក្រុមដទៃទៀតដែលជាមិត្តភក្តិរួមក្រុមរបស់យើងជួបបញ្ហាគាត់ប្រកាសជារំពឹងចឹងដូចគ្នាចុះបើសិនជាយើងមាន
សម្បត្តិចិត្តក្រុមតែ5នាក់ហើយម្នាក់ចេះតែពឹងគាត់ឲ្យជួយដោះស្រាយបញ្ហាសួរថាតើគាត់មានពេលដើម្បីធ្វើកិច្ចការគាត់ដែរអត់ដូច្នេះខ្ញុំអាចនិយាយបានថាអ្នកលក់ដែលគាត់ខ្លាំងពិតប្រាកដគាត់អត់សូវរំពឹងថាថ្នាក់ដឹកនាំរបស់គាត់នឹងមានពេលទៅជួយដោះស្រាយបញ្ហាឲ្យគាត់គ្រប់ពេលវេលាទេប៉ុន្តែគាត់រំពឹងថាថ្នាក់ដឹកនាំរបស់គាត់នឹងជួយបង្ហាត់បង្ហាញជួយណែនាំផ្លូវជួយបង្ហាញផ្លូវនិងជួយប្រឹក្សាយោបល់ដើម្បីឲ្យគាត់នឹងអាចទៅដោះស្រាយបញ្ហាជាមួយនឹងអតិថិជនបានហើយក៏អាចបិទការលក់បានតែម្ដងបើយើងនិយាយឲ្យស៊ីជម្រៅវិធីសាស្ត្រជួយដែលត្រឹមត្រូវមិនទៅដោះស្រាយបញ្ហាជំនួសទេគឺយើងត្រូវតែទុកឱកាសឲ្យអ្នកដែលជួបបញ្ហាហ្នឹងដោះស្រាយបញ្ហាហ្នឹងដោយខ្លួនឯងដោយទូនាទីរបស់យើងគ្រាន់តែជាអ្នកទៅជួយជ្រោមជ្រែងតិចតួចជាដំណោះស្រាយជាគំនិតជាយោបល់អីផ្សេងៗឬក៏ជាធនធានអីជាដើមតែយើងអត់គួរទៅដោះស្រាយបញ្ហាហ្នឹងជំនួសទេសរុបមកវិញក្នុងនាមជាភ្នាក់ងារម្នាក់ដែលមានសមត្ថភាពពិតប្រាកដក្នុងនាមជាមនុស្សម្នាក់ដែលចង់ទទួលបានលទ្ធផលគេហៅថាលទ្ធផលល្អឬក៏លទ្ធផលរឹងមាំឬក៏ភាពជោគជ័យនៅក្នុងជីវិតឬក៏ភាពជោគជ័យនៅក្នុងការងាររបស់ខ្លួនឯងយើងយកល្អកុំព្យាយាមពឹងពាក់អ្នកដទៃប៉ុន្តែយើងត្រូវតែបង្កើតទម្លាប់មួយជួយខ្លួនឯងបានច្រើនបើយើងមិនអាចជួយខ្លួនឯងបានច្រើនទេយ៉ាងហោចណាស់ក៏យើងមិនត្រូវបង្កការលំបាកឲ្យអ្នកដទៃដែរពីព្រោះយើងធ្វើកិច្ចការណាដែលយើងអាចធ្វើបានទៅបានហើយលើសពីនឹងប្រសិនបើយើងចង់ខ្លាយទៅជាអ្នកខ្លាំងពិតប្រាកដយើងអត់គួររងចាំដល់តែពេលគេសុំជំនួយមកជួយទើបយើងទៅជួយគេទេយើងត្រូវតែអភិវឌ្ឍខ្លួនយើងឲ្យខ្លាំងដើម្បីយើងអាចជួយខ្លួនឯងបានបន្ទាប់មកយើងថែមទាំងមានលទ្ធភាពទៅជួយសមាជិកក្រុមរបស់យើងឲ្យគាត់ទទួលបានដំណោះស្រាយល្អឲ្យគាត់រៀនសូត្របានលឿនហើយឲ្យគាត់ខ្លាយទៅជាអ្នកលក់ដែលប៉ាកែកន្លែងហ្នឹងបានយើងគឺជាមនុស្សដែលមានសក្តានុពលខ្លាំងព្រោះពាក្យថាសក្តានុពលនៅនេះបានន័យថាយើងអាចមានឱកាសប្រែក្លាយពីអ្នកលក់ទៅជាថ្នាក់ដឹកនាំមិនថាកម្រិតណាអាចថា team leader អាចថាជា supervisor អាចថាជា manager យកអត់ដឹងទេប៉ុន្តែយើងអាចរំកិលខ្លួនយើងចេញពីទូនាទីជាភ្នាក់ងារឲ្យទៅជាមេក្រុមឲ្យទៅជាថ្នាក់ដឹកនាំនៅកម្រិតណាមួយដែរកន្លែងហ្នឹងជាចំណុចដែលពិសេសពីព្រោះនៅពេលដែលយើងសម្រេចចិត្តជួយខ្លួនឯងគឺយើងនឹងប្រឹងអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងនៅពេលដែលយើងមានសមត្ថភាពពិតប្រាកដមានជំនាញពិតប្រាកដយើងចង់ជួយអ្នកដទៃគឺមានភាពងាយស្រួលមែនតើហើយនៅពេលដែលយើងចាប់ផ្ដើមជួយអ្នកដទៃភ្នែករបស់ថ្នាក់ដឹកនាំរបស់យើងភ្នែករបស់មនុស្សជុំវិញយើងចាប់ផ្ដើមមើលមកយើងពេលដែលគាត់ឃើញថាយើងពិតជាអាចជួយមនុស្សជុំវិញខ្លួនគាត់ឲ្យប្រឹងប្រែងឲ្យខ្លាំងក្លាឲ្យបង្កើតលទ្ធផលបានមែនទូនាទីរបស់យើងទៅអនាគតមិនមែនជាភ្នាក់ងារតទៅមុខទៀតទេយើងប្រកាសជាថ្នាក់ដឹកនាំហើយខ្ញុំអាចទាញមកជាប្រយោគចុងក្រោយក្នុងនាមជាភ្នាក់ងារម្នាក់ដើម្បីឲ្យខ្លួនឯងរីកចម្រើនឬក៏ដើម្បីឲ្យខ្លួនឯងលក់បានសម្រេចគោលដៅត្រូវតែទម្លាប់ជួយខ្លួនឯងបានច្រើនកុំទម្លាប់បង្កើតការលំបាកដល់អ្នកដទៃសោះ